សេះល្អនឹងអាចទៅស៊ីស្មៅនៅកន្លែងចាស់បានសេះជាដែលអត់ឃ្លានដាច់ពុះស្លាប់គឺជាខ្មោចសេះមិនមែនជាសេះជាតទៅទៀតទេមានបរិសម្នាក់ត្រូវបានថៅកែបញ្ឈប់ពីការងារតែមួយអាទិត្យក្រោយមកថៅកែបានហៅគេឲ្យត្រឡប់ទៅធ្វើការវិញប៉ុន្តែដោយក្តីស្រឡាញ់មុខមាត់និងកិត្តិយសបរិសនោះក៏បដិសេធដោយផ្ដល់ហេតុផលថាសេះជានឹងមិនទៅស៊ីស្មៅនៅកន្លែងចាស់វិញទេមិនដឹងដែរថាតើនរណាជាម្ចាស់គំនិតមួយនេះគេគួរតែទទួលខុសត្រូវចំពោះភាពអស់សង្ឃឹមនិងភាពសោកសៅរបស់មនុស្សជាច្រើនដែលបានបាត់បង់នូវឱកាសល្អៗរបស់ខ្លួនព្រោះតែគេចេះតែប្រកាន់ខ្ជាប់នូវគតិមួយនេះឱកាសជួនកាលអាចគ្រាន់តែជារឿងតូចតាចប៉ុន្តែជួនកាលក៏អាចធ្វើឲ្យមនុស្សយើងត្រូវខកចិត្តនិងសោកស្ដាយអស់មួយជីវិតផងដែរព្រោះតែភាពប្រកាន់ខ្ជាប់នូវគតិមួយនេះធ្វើឲ្យមនុស្សជាច្រើនអ្នកបោះបង់ចោលនូវឱកាសក្នុងការបានត្រឡប់ទៅកាន់ទីដើមវិញប្រៀបបីដូចជាដើរឆ្លងស្ពានហើយក៏រុះស្ពានចោលអញ្ចឹងដែរទាំងដែលស្រឡាញ់ទាំងដែលចង់បានប៉ុន្តែបណ្ដោយឲ្យមុខមាត់មករាំងស្ទះបណ្ដាលឲ្យគតិបែបហ្នឹងត្រូវគ្របដណ្ដប់រាំងខ្ទប់ជំរឿសរបស់ខ្លួនឯងទៅវិញអ្នកខ្លះអាចនឹងជំទាស់ថាព្រោះមនុស្សយើងមានមុខមាត់និងកិត្តិយសនៅក្នុងសង្គមដូច្នេះបុគ្គលម្នាក់ៗត្រូវតែថែរក្សាទុកប៉ុន្តែកញ្ជ្រោងចាស់បែរជាយល់ឃើញថាចង់រក្សាកិត្តិយសគឺត្រូវព្រមធ្វើជាស្មោចសេះដើម្បីនឹងបានដាក់ផ្លាកវិញ្ញាណក្ខន្ធទុកឲ្យមនុស្សជំនាន់ក្រោយគ្រប់បូជាតែម្ដងតើយើងច្បាស់លាស់ក្នុងចិត្តហើយឬនៅដែលថាខ្លួនអាចបែងចែកឲ្យដាច់រវាងកិត្តិយសនិងភាពក្រអឺតក្រទមនេះមនុស្សភាគច្រើនត្រូវប្រឈមមុខជាមួយនឹងការសម្រេចចិត្តថាតើគួរត្រឡប់ទៅវិញដែរឬទេហើយការដែលកំពុងស្ថិតនៅក្នុងស្ថានភាពរើរែកចិត្តនេះពួកគេអាចនឹងភ័ន្តច្រឡំនិងគិតថាការវាយរឹកធំគឺជាកិត្តិយសឬជួនកាលក៏យកកិត្តិយសមកធ្វើចលេះឲ្យភាពក្រទមទាំងដែលដឹងច្បាស់ថាស្មៅនៅកន្លែងចាស់ហ្នឹងទាំងខៀវស្រស់ទន់ល្មើយគួរឲ្យចង់ទទួលទានគ្រាន់តែនឹកដល់ក៏ស្រក់ទៅមាត់បាត់ទៅហើយតែបែរជាបណ្ដោយឲ្យការស្រឡាញ់មុខមាត់ដល់ល្ងងខ្លៅមករាំងស្ទះដល់សេចក្តីប្រាថ្នាពិតប្រកបរបស់ខ្លួនស្ទុកចិត្តដាច់ពុះមិនព្រមត្រឡប់ទៅស៊ីស្មៅនៅកន្លែងចាស់វិញយើងអាចនឹងប្រកែកថាជីវិតមនុស្សយើងមានជំរើសមានលទ្ធភាពផ្សេងជាច្រើនទោះមិនត្រឡប់ទៅស៊ីស្មៅនៅកន្លែងចាស់ក៏មិនមែនត្រូវអត់ឃ្លានដាច់ពោះស្លាប់ឯណានោះគឺជាការពិតហើយប៉ុន្តែហេតុអ្វីក៏យើងមិនចេះបត់បែនឲ្យទន់ភ្លន់ខ្លះបន្ថែមជំរើសឲ្យខ្លួនឯងកាន់តែច្រើននិងមិនរឹតតែប្រសើរឡើងទៅអីបើពេលត្រូវជ្រើសរើសថាត្រឡប់ទៅឬមិនទៅហ្នឹងអ្នកគួរតែគិតដល់ហេតុផលមួយចំនួនដូចតទៅនេះពេលនេះតើយើងមានស្មៅទទួលទានដែរឬទេបើមានតើមានលំមគ្រប់គ្រាន់ទទួលទានឬអត់បើទទួលទានមិនឆ្អែតឬខណៈនេះគ្មានស្មៅទទួលទានទៅហើយតើអនាគតនឹងមានស្មៅទទួលទានដែរឬទេហើយមុននឹងទទួលទានស្មៅហ្នឹងតើយើងនៅមានស្បៀងបំរុងទុកបានយូរប៉ុណ្ណាដែរចុះស្មៅនៅកន្លែងចាស់ហ្នឹងពណ៌សម្បុររសជាតិវាយ៉ាងម៉េចដែរគួរត្រឡប់ទៅទទួលទានវិញដែរឬទេតាមពិតតើវាមានន័យសម្រាប់យើងយ៉ាងណាក្រៅតែពីចំណុចទាំងពីរខាងដើមបញ្ហាផ្សេងដូចជាមុខមាត់ឧត្តមគតិទាំងអស់នេះមិនចាំបាច់ពិចារណាទេព្រោះបើយើងគិតតែរឿងមុខមាត់ឧត្តមគតិកិត្តិយសភាពក្អិតក្រទមមកធ្វើជាហេតុផលក្នុងការពិចារណាយើងក៏នឹងបាត់បង់នៅភាពស្ងប់សុខក្នុងពេលបច្ចុប្បន្នហើយក៏ធ្លាក់ក្នុងស្ថានភាពមកបាំងចិញ្ចឹងបិទជាមិនខានរឿងដែលយើងត្រូវពិចារណាគឺបញ្ហាពិតប្រាកដនៅចំពោះមុខមិនមែនជារឿងមុខមាត់កិត្តិយសអ្វីនោះទេនៅពេលត្រឡប់ទៅស៊ីស្មៅនៅកន្លែងចាស់វាប្រកាសណាស់ថាមុខតែនឹងត្រូវទ្រាំស្ដាប់មាត់ចាប់មាត់ព្រៀបនៅចាំរំខានចិត្តខ្លះជាមិនខានទេនេះជារឿងដែលយើងត្រូវដឹងជាមុនប៉ុន្តែកញ្ជ្រោងចាស់ជួយផ្ដល់កម្លាំងចិត្តឲ្យថាយើងគិតតែពីស៊ីស្មៅរបស់យើងឲ្យល្អទៅបណ្ដោយឲ្យពួកមាត់ចាប់មាត់ព្រៀបជជែកជជោចតាមតែចិត្តទៅចុះយើងគិតតែពីឈ្មោះឈ្មោលស៊ីស្មៅឲ្យឆ្អែតក្រពះទៅលុះពេលវេលាកន្លងផុតទៅអ្នកដតីមកតែភ្លេចយើងជាសេះត្រឡប់ទៅស៊ីស្មៅនៅកន្លែងចាស់ប៉ុន្តែពេលស៊ីស្មៅនៅកន្លែងចាស់រហូតតទៅទទួលបានជោគជ័យហើយអ្នកដតីមកតែភ្លេចរឿងចាស់អស់បែរជានាំគ្នាមកសរសើរយើងថាយើងនឹងឯងគឺជាសេះដ៏ល្អឡើងវិញជាមិនខានមនុស្ស10ចិត្ត10ម្នាក់មានហេតុផលនិងវិចារណញ្ញាណរបស់ខ្លួននៅពេលដែលត្រូវប្រឈមនឹងរឿងលំបាកលំបិនក្នុងពេលបច្ចុប្បន្នកញ្ជ្រោងចាស់សុំផ្ដាំថាសេះល្អដែលដាច់ពុះស្លាប់គឺបានត្រឹមតែជាខ្មោចសេះប៉ុណ្ណោះលែងជាសេះជា
ល្អឯទៀតហើយមនុស្ស10ចិត្ត10ម្នាក់មានហេតុផលនិងវិចារណញ្ញាណរបស់ខ្លួននៅពេលត្រូវប្រឈមមុខនឹងរឿងលំបាកលំបិនក្នុងពេលបច្ចុប្បន្នកញ្ជ្រោងចាស់សូមផ្ដាំថាសេះល្អដែលដាច់ពុះស្លាប់គឺបានត្រឹមតែជាសេះងាប់ប៉ុណ្ណោះលែងបានទៅជាសេះល្អអ្វីទៀតឡើយចិត្តតិចស៊ីត្រីអាំងចិត្តខ្លាំងស៊ីអំបិល